ខ្ញុំបានជម្រាបហើយថាអឺប្រធានាធិបតីយូក្រែន Zelensky បានផ្ញើលិខិតមក Donald Trump សុំទោសនិងបើកសហការជាមួយនឹងសហរដ្ឋអាមេរិកដើម្បីអាមេរិកនឹងឧបត្ថម្ភការស្វែងរកសន្តិភាពនៅយូក្រែនក្រោយពីបានប៉ះសម្ដីគ្នាកាលពីថ្ងៃសុក្រទី28ខែកុម្ភៈឆ្នាំ2025ហើយបន្ទាប់មកនៅថ្ងៃអង្គារសហរដ្ឋអាមេរិកបានផ្ដាច់ជំនួយចំពោះយូក្រែនមកទល់នឹងថ្ងៃនេះការផ្ដាច់ជំនួយនៅជាធរមាននៅឡើយមានន័យថាការផ្ដាច់ជំនួយមិនទាន់ផ្លាស់ប្ដូរទេក៏ប៉ុន្តែលំហូរនៃសពាវុធយុទ្ធោបករណ៍មិនទាន់មានភាពរអាក់រអួលទេដោយខ្ញុំជម្រាបនៅ show មុនហើយថាទោះបីមានការផ្ដាច់ជំនួយក៏ដោយក៏វាមាន schedule delivery គឺកាលវិភាគសម្រាប់បញ្ជូនសពាវុធដែលបានព្រមព្រៀងទៅឲ្យយូក្រែនក៏ប៉ុន្តែមានការកាត់ដែលប៉ះពាល់ទៅដល់សមត្ថភាពនៃការច្បាំងរបស់យូក្រែនគឺការកាត់ផ្នែកព័ត៌មានសម្ងាត់ដែលដូចព្រឹកមិញខ្ញុំបានជម្រាបហើយពីករណី5ដែលតាក់ទងពីលើអាកាសមកមានផ្កាយរណបមាន drone ល្បាតមានយន្តហោះល្បាតមានព័ត៌មានសម្ងាត់ជុំវិញពិភពលោកដែលជាប្រព័ន្ធរបស់អាមេរិកផ្កាយជាប្រព័ន្ធភ្នែករបស់អាមេរិកហើយនឹងទូរគមនាគមន៍ Telecom ដែលតាក់ទងនឹងប្រព័ន្ធផ្កាយរណបរលកធាតុអាកាសទាប low orbit satellite communication ជា Starlink អីជាដើមបាទដូច្នេះហើយមានការរអាក់រអួលនៅក្នុងវិស័យទាំង5ហ្នឹងក៏ដូចជាសហរដ្ឋអាមេរិកបានជូនដំណឹងប្រទេសអង់គ្លេសថាមិនអាចនឹង share ព័ត៌មានសម្ងាត់ទៅឲ្យយូក្រែនបានទេពីព្រោះអាមេរិកកាត់ជំនួយអ្វីដែលបានអធិប្បាយនេះនៅជាធរមាននៅឡើយហើយនៅថ្ងៃចុងសប្តាហ៍នេះទៅដល់ថ្ងៃច័ន្ទក្រមការងារយូក្រែននិងក្រមការងារអាមេរិកដឹកនាំដោយមន្ត្រីសន្តិសុខជាតិអាមេរិកលោក Mike Waltz ហើយនឹងប្រេសិតពិសេសរបស់ Donald Trump ប្រចាំកិច្ចការដែនមជ្ឈមបូព៌ាក្រមការងារអាមេរិកនឹងជួបជាមួយនឹងក្រមការងារយូក្រែននៅឯប្រទេសសាអូឌីអារ៉ាប៊ីហើយនឹងធ្វើការពិភាក្សាគ្នាដែលនៅក្នុងជំនួបនៅចុងសប្តាហ៍ឬក៏ថ្ងៃច័ន្ទនេះគឺជាជំនួបប្រហែលជាមានទំនាក់ទំនងជាមួយនឹងភាគីរុស្ស៊ីដែលធ្លាប់មានក្រុមការងារដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក Lavrov ធ្លាប់ជួបលោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកMarco Rubio នៅឯប្រទេសសាអូឌីអារ៉ាប៊ីជំនួបនេះរួមនឹងដំណើររបស់ Zelensky ទៅកាន់ប្រទេសសាអូឌីអារ៉ាប៊ីដើម្បីជួបគាល់ព្រះអង្គម្ចាស់មកុដរាជកុមារសាអូឌីពិភាក្សាក្នុងនាមសាអូឌី
ជាទីកន្លែងសម្រួលកិច្ចការនៃជំនួបរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីនៅក្នុងថ្ងៃនេះលោករដ្ឋមន្ត្រីក្រសួងការបរទេស Marco Rubio បានតាក់ទងនិយាយទូរស័ព្ទជាមួយនឹងបានតាក់ទងនិយាយទូរស័ព្ទជាមួយនឹងសមភាគីរបស់គាត់ជារដ្ឋមន្ត្រីក្រសួងការបរទេសយូក្រែនMarco Rubio បានពិភាក្សានៅក្នុងថ្ងៃសុក្រនេះតាមទូរស័ព្ទជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសយូក្រែនAndriy Sybiha ស្ដីអំពីដំណើរដែលក្រុមការងារយូក្រែននិងអាមេរិកត្រូវជួបគ្នានៅប្រទេសសាអូឌីអារ៉ាប៊ីហើយនឹងគោលដៅដែលត្រូវធ្វើយ៉ាងណាដើម្បីស្វែងរកនៅគន្លឹះឆ្ពោះទៅកាន់ការឈប់បាញ់និងមេគាឆ្ពោះទៅកាន់សន្តិភាពនៅយូក្រែនលោក Marco Rubio បាននិយាយថាវាជាលក្ខណៈសំខាន់ណាស់ដែលត្រូវតែធ្វើកិច្ចការនេះឲ្យបានលឿនជាទីបំផុតហើយប្រុងប្រយ័ត្នកុំឲ្យមានការធ្លោះធ្លោយក្នុងដំណើរការនៃកិច្ចការអស់នេះពីថ្ងៃនេះដែរលោកប្រធានាធិបតី Donald Trump បានព្រមានរុស្ស៊ីថាល្មមកុំវាយប្រហារទៅលើទីតាំងរបស់យូក្រែនផ្ដេសផ្ដាសពុំនោះសោតទេសហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មលើរុស្ស៊ីរហូតដល់រុស្ស៊ីចូលតុចរចាលោកត្រាំមិនមែនគ្រាន់តែដាក់ទណ្ឌកម្មទៅលើយូក្រែនសេឡិនស្គីទេគឺនឹងដាក់ទណ្ឌកម្មទៅលើភូតិនរុស្ស៊ីដែរដើម្បីនឹងស្គៀបសង្កត់ឲ្យភាគីទាំងពីរកុំខំប្រឹងច្បាំងគ្នាពេកឲ្យចូលតុចរចានេះគឺជាព័ត៌មានដែលតាក់ទងនឹងរឿងរ៉ាវនៃប្រទេសយូក្រែនលោក Donald Trump បានសម្ដែងការពេញចិត្តចំពោះសេនាធិការនិងមន្ត្រីអឺរ៉ុប NATO ដែលបានប្រកាសផ្ដួចផ្ដើមចំណាយលុយកាក់ច្រើនជាងមុនទៅលើការការពារប្រទេសយុរ៉ុបលោកត្រាំបាននិយាយថាបើកុំតែខ្ញុំរករឿងប្រទេសយុរ៉ុបកុំអីប្រទេសយុរ៉ុបមិនព្រមយកចិត្តទុកដាក់ចាយលើចំណាយការការពារនោះទេត្រាំនិយាយថាអាមេរិកកាំងសប្បាយចិត្តនឹងសហប្រតិបត្តិការជាមួយនឹងបណ្ដាប្រទេសយុរ៉ុបដរាបណាយុរ៉ុបរឹងប៉ឹងតែបើនិយាយមិនស្ដាប់គ្នាមានតែផ្លូវអាមេរិកដកខ្លួនតែប៉ុណ្ណោះនេះគឺជាអ្វីដែលតាក់ទងនឹងយុរ៉ុបនៅយុរ៉ុបឯនោះវិញខ្ញុំបានអធិប្បាយជូនហើយពីការជជែកវែកញែកគ្នាក្នុងការបង្កើតឲ្យមានឯកភាពរឹងមាំនៃបណ្ដាប្រទេសអឺរ៉ុបក្នុងការការពារខ្លួនហើយនឹងការបញ្ចេញមតិរបស់លោកប្រធានាធិបតីនៃសាធារណរដ្ឋបារាំងលោក Emmanuel Macron ក្នុងការសម្រេចការពារយុរ៉ុបដោយបារាំងសុខចិត្តដាក់សភាវុធនុយក្លេអ៊ែររបស់ខ្លួនធ្វើជាឆ័ត្របាំងឲ្យ
សន្តិសុខជាតិយុរ៉ុបដែលជួបនឹងប្រតិកម្មភ្លាមដែលជួបនឹងប្រតិកម្មភ្លាមពីរុស្ស៊ីដែលថាយុរ៉ុបហាក់ដូចជាកំពុងតែដំឡើងរឹកពេគម្រាមកំហែងដល់សន្តិសុខជាតិរបស់រុស្ស៊ីហើយរុស្ស៊ីនឹងមិនអង្គុយស្ងៀមឡើយតបតវិញមិនខានទោះបីជាយ៉ាងណាក៏ដោយនៅក្នុងថ្ងៃនេះរឿងដែលតាក់ទងនឹងសភាវុធនុយក្លេអ៊ែរបារាំងពុំទាន់មានសមាជិកយុរ៉ុបដទៃណាច្រើនអបអរស្វាគមន៍នឹងគំនិតរបស់លោកប្រធានាធិបតីម៉ាន់នូយអែលម៉ាក្រុងនៅឡើយទេមួយទៀតពាក្យចចាមរាមបាននិយាយថារុស្ស៊ីបានធ្វើប្រតិបត្តិការសឹកតាមផ្លូវអាកាសទៅលើចរាចរណ៍នាវានៅសមុទ្រខ្មៅខ្ញុំពិនិត្យមើលព័ត៌មាននេះដូចជាមិនទាន់មានពិតប្រាកដនៅឡើយទេទោះបីយ៉ាងណាទំនាស់ពាក្យរឹងរូសរបស់មេដឹកនាំយូក្រែនដែលផ្ទុះតាំងសរសៃកនៅថ្ងៃសុក្រសប្តាហ៍មុននេះបានឈានដល់ទីបញ្ចប់ 90% ហើយនៅសល់តែ 10% ទៀតដែលសហរដ្ឋអាមេរិកត្រូវបន្តជួយឧបត្ថម្ភយូក្រែនតទៅទៀតក្រោយពីលិខិតសុំទោសរបស់Zelensky មកកាន់ត្រាំនេះតកតងអញ្ចឹងក្រោយZelensky សុំទោសត្រាំបន្តស្វែងរកសន្តិភាពនៅយូក្រែនណាខ្ញុំនឹងឆ្លើយឆ្លងជាមួយបងប្អូនក្រោយពីបានអាប់ដេតរឿងនេះនៅសហរដ្ឋអាមេរិកថ្ងៃនេះរវល់ហើយសប្តាហ៍ក្រោយសហរដ្ឋអាមេរិករវល់ខ្លាំងណាស់ពីព្រោះឆ្លងកាត់ពេលវេលាដែលត្រូវដោះស្រាយថវិការបស់រដ្ឋាភិបាលសហព័ន្ធដែលត្រូវអស់សុពលភាពបណ្ដោះអាសន្ននៅចុងសប្តាហ៍នេះដូច្នេះចុងសប្តាហ៍ក្រោយនេះណាដូច្នេះសភាអាមេរិកកំពុងតែប្រឈមនឹងការគំរាមកំហែងពីគណៈបកប្រជាធិបតេយ្យថានឹង shut down government ដូច្នេះសភាគណៈបក្សសាធារណរដ្ឋត្រូវរកវិធីបែបណាដើម្បី create emergency funding បន្តទៅទៀតរហូតដល់កញ្ចប់ថវិកាអាចរៀបចំឡើងបាននេះគឺជាការរវល់ខ្លាំងហើយនៅសហរដ្ឋអាមេរិកបន្តធ្វើការយ៉ាងមមាញឹកណាស់តំណែងថ្មីពីក្រសួងសន្តិសុខក្នុងផ្ទៃប្រទេស The Department of Homeland Security បានឲ្យដឹងថាក្រសួងសន្តិសុខលើផ្ទៃប្រទេស The Department of Homeland Security រកឃើញជនដែលបានទម្លាយព័ត៌មានទៅឲ្យកសែតដឹងពីការដែលក្រុមប្រតិបត្តិការចាប់ជនភៀសខ្លួនចាប់ជនអន្តោប្រវេសន៍ខុសច្បាប់ ICE ត្រូវធ្វើប្រតិបត្តិការនៅទីណាការបែកធ្លាយព័ត៌មានទាំងអស់នេះបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ប្រតិបត្តិការនៃក្រសួងប៉ូលីស ICE ក្រសួងសន្តិសុខលើផ្ទៃប្រទេសបានឲ្យដឹងថាគេរកមុខឃើញប្រភពអ្នកទម្លាយការសម្ងាត់នេះហើយនឹងអនុវត្តច្បាប់ជាបន្ទាន់
ដែលនឹងត្រូវចាប់ខ្លួនដាក់បទចោទទៅលើបុគ្គលមុខសញ្ញាហើយប្រសិនបើបុគ្គលមុខសញ្ញានោះរកឃើញថាខុសនឹងជាប់គុករហូតដល់10ឆ្នាំការស្វែងរកនៅការបែកធ្លាយការស្វែងរកនៅអ្នកទម្លាយអាចកំបាំងឬព័ត៌មានរដ្ឋសម្ងាត់គឺកំពុងតែខំប្រឹងរកខ្លាំងណាស់ពីព្រោះនៅអាណត្តិទី1របស់ Donald Trump គាត់ធ្វើការអត់បានទេការសម្ងាត់ទាំងឡាយត្រូវគេទម្លាយចេញមកឥឡូវនេះនៅក្នុងអាណត្តិទី2ក្រុមការងារនៃគណៈរដ្ឋមន្ត្រីរបស់គាត់ខំប្រឹងតាមចាប់ពួកដែលទម្លាយព័ត៌មានសម្ងាត់របស់រដ្ឋាភិបាលចេញទៅឲ្យសាធារណជនដូច្នេះការរកឃើញហើយនឹងចាប់ពួកដែលទម្លាយព័ត៌មាននៅក្នុងក្រសួងសន្តិសុខលើផ្ទៃប្រទេស The Homeland Security គឺជាគំរូមួយស្ដីអំពីការតស៊ូរបស់ត្រាំនិងរដ្ឋាភិបាលរបស់គាត់ដើម្បីប្រតិបត្តិការប្រចាំថ្ងៃត្រង់នេះគឺជាព័ត៌មានខ្ញុំឆ្លើយនឹងសំណួរសួស្តីបងប្អូនបុនយ៉ាណាសង្គ្រាមនៅយូក្រែនពីរនឹងទោះបីរុស្ស៊ីខ្សោយក៏ដោយតែអ្នកមានប្រៀបជាងគឺរុស្ស៊ីពីព្រោះរុស្ស៊ីជាប្រទេសធំលុយច្រើនជាងសពាវុធនៅមានលទ្ធភាពនឹងវាយប្រហារប្រទេសធំលុយច្រើនជាងកម្លាំងសពបែបក្នុងសេដ្ឋកិច្ចខ្លាំងជាងហើយជាប្រទេសមានអាវុធនុយក្លេអ៊ែរដូច្នេះអត់មានអីយកទៅប្រៀបនឹងរុស្ស៊ីទេរវាងយូក្រែននោះអូខេកុំឲ្យកូនក្មួយវង្វេងសតិអីយល់ឃើញថាយូក្រែនអាចឈ្នះរុស្ស៊ីបាននោះគឺគ្មានទេមួយទៀតគឺនយោបាយអ្នកគ្រប់គ្រងយូក្រែនអាមេរិកអត់សម័យលោកJoe Biden អត់គ្រប់គ្រងឲ្យយូក្រែនឈ្នះទេអឺរ៉ុបរហូតមកដល់ពេលនេះអត់គ្រប់គ្រងឲ្យយូក្រែនឈ្នះទេយូក្រែនគ្មានផ្លូវឈ្នះសង្គ្រាមទេមានតែផ្លូវទៅរកវិនាសកម្មអញ្ចឹងគេអត់មានប្រៀបជាងទេកូនហើយអត់មានទេណាបានបុនយ៉ាណាដោយកម្ពុជាបើច្បាំងជាមួយថៃឡង់ឬច្បាំងជាមួយនឹងវៀតណាមគ្មានប្រៀបជាងវៀតណាមឬថៃឡង់ទេពីព្រោះសេដ្ឋកិច្ចគេធំជាងសម្ព័ន្ធមិត្តគេច្រើនជាងប្រជាជនគេច្រើនជាងអត់ច្បាំងឈ្នះគេទេបាទអត់ច្បាំងឈ្នះគេទេរីឯករណីអ៊ីស្រាអែលជាករណីលើកលែងទោះបីអ៊ីស្រាអែលប្រកែកច្បាំងប៉ុណ្ណាក៏ដោយអ៊ីស្រាអែលអត់ច្បាំងឈ្នះអារ៉ាប់ទេសង្គ្រាមតាំងពី1948គឺជាសង្គ្រាមដែលបន្តបំផ្លាញសេដ្ឋកិច្ចនិងការអភិវឌ្ឍរបស់អ៊ីស្រាអែលតែអ៊ីស្រាអែលស្ថិតនៅក្នុងភូមិសាស្ត្រដែលជៀសមិនរួចមិនមែនអ៊ីស្រាអែលច្បាំងឈ្នះទេគឺច្បាំងមិនឈ្នះអារ៉ាប់ទេទំហំ GDP ទំហំសេដ្ឋកិច្ចទំហំហិរញ្ញវត្ថុទំហំប្រជាជនអត់ឈ្នះទេគ្រាន់តែទប់ហើយនៅរស់
កុំល្វើល្វាយថាអ៊ីស្រាអែលច្បាំងឈ្នះអារ៉ាប់អត់ទេសង្គ្រាមចុងក្រោយជាង400ថ្ងៃនេះនៅហ្គាហ្សានៅលេបាណូននៅនិវាសដ្ឋានជុំវិញអ៊ីស្រាអែលគ្រាន់តែជាសង្គ្រាមទប់ទល់អត់ឈ្នះទេកុំល្វើល្វាយណាមានអ្នកខ្លះរវើរវាយអត់ដឹងរឿងសង្គ្រាមទេសង្គ្រាមអត់ឈ្នះទេហេតុនេះហើយបានជាអ៊ីស្រាអែលក៏ត្រូវរកវិធីដើម្បីនឹងបន្តរស់តទៅទៀតនយោបាយរបស់ Benjamin Netanyahu បច្ចុប្បន្ននៅអ៊ីស្រាអែលគ្រាន់តែជានយោបាយបណ្ដោះអាសន្ន transitional policy ដែលអត់ទាន់ដឹងថាអ៊ីស្រាអែលនឹងចេញមុខមាត់ប៉ុណ្ណាទេគ្រាន់តែដឹងថាសង្គ្រាមជាង400ថ្ងៃនេះបំផ្លាញសេដ្ឋកិច្ចអ៊ីស្រាអែលខ្ទេចខ្ទីអស់ហើយដូច្នេះកុំសម័យថាអូឈ្នះអារ៉ាប់អីនោះវាអត់ឈ្នះទេហើយអារ៉ាប់ក៏មិនអាចនឹងបំផ្លាញអ៊ីស្រាអែលបានដែររីឯរុស្ស៊ីក៏មិនអាចបំផ្លាញយូក្រែនបានដែរប៉ុន្តែយូក្រែនមិនឈ្នះទេកុំសម័យ